Ninh ơi, mà giờ nào mà ơi. ស្វាគមន៍បងប្អូនទាំងគ្នាមកកាន់វីដេអូរបស់ខ្ញុំបាទឆៃនេះគឺជាវីដេអូរបស់ខ្ញុំបាទទៅលេងនៅស្រុកកំណើតដែលខ្ញុំបាទបានដើរស៊ូសុខទុក្ខបងប្អូនហើយជាពិសេសគឺអ្នកម្ដាយខ្ញុំបានឲ្យខ្ញុំនឹងកាប់ផ្លែខ្នុរចែកជូនញាតិមិត្តនៅចិត្តផ្ទះនេះឯង Giờ chạy tiếp từ tớ, tiếp mình còn chạy này cũng lắm mà, cũng sốc. Chạy tiệt tà sóc, tiệt mẹ máy, tiệt mẹ thô, tiệt pina tiệt mùi tiệt, tiệt chân rạch. Mày đang gái khăn áo chứ mày? Đang khăn áo ấy màyจะดำtừ. Ninh ơi, mà giờ khăn áo mà ơi. Khăn áo thôi sạch. Rồi cá chi rồi cá ấy kia, phu, ba tiếc phu trong một chật này. បងប្អូនអរគ្នានេះគឺជាទស្សនវិជ្ជានៃជុំវិញផ្ទះម្ដាយរបស់ខ្ញុំធ្វើត្បិតតែកូនទៅធ្វើការនៅភ្នំពេញហើយម្ដាយគាត់នៅម្នាក់ឯងអញ្ចឹងគាត់ជាតែគេហៅថារពឹសដៃចាស់គាត់នៅផ្ទះម្នាក់ឯងគឺគាត់ចូលចិត្តដាំដំណាំជុំវិញផ្ទះគាត់ដាំចេកដាំស្វាយហើយបន្លែបកាខ្លះប៉ុន្តែដោយសារតែរដូវនេះគឺជារដូវប្រាំងទើបមិនសូវជាល្អមិនសូវជាមានការដាំដុះច្រើនដូចជាការពេលរដូវវស្សាទេអញ្ចឹងនៅខែនេះមានតែល្ហុងមានតែអីទេនៅជុំវិញផ្ទះដែលអាចមើលទៅជាគេហៅថាមានរុក្ខជាតិពណ៌បៃតងនៅជុំវិញផ្ទះនៅជនបទតែប៉ុណ្្នឹងឯងបងប្អូនអើយក្រៅពីចិញ្ចឹមមាន់ចិញ្ចឹមទាក៏មានការដាំបន្លែបកាតិច Cái hai giấy khăn là bên mẹ phôm hai khăn. Mình sạch đây bàn tay cái chẹt này. Ui mà theo từng phở ngay chua mới mà bị dễ nhưng mà sợ nhưng mà từng phở đây đây cho tình nữa mày